ខ្ញុំដកពីសារព័ត៌មាន The Guardian របស់អង់គ្លេសបើយោងតាមការផ្សាយរបស់ The Guardian បានឲ្យដឹងថាមន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីរុស្ស៊ីបានរៀបចំផែនការថ្មីមួយទៀតដោយស្ងាត់ស្ងាត់ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលហើយនៅក្នុងផែនការនោះគឺនឹងតម្រូវឲ្យទីក្រុងគៀវប្រគល់ទឹកដីទៅរុស្ស៊ីហើយនឹងកំណត់ទំហំយោធារបស់អ៊ុយក្រែនហ្នឹងបាទយ៉ាងខ្លាំងតែម្ដងនេះបើយកតាមសេចក្តីរាយការណ៍នានាដែលចេញផ្សាយនៅថ្ងៃពុធនេះបាទហើយការបែកធ្លាយនៅផែនការនេះគឺស្របពេលដែលយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរបស់រុស្ស៊ីសម្រុកវាយប្រហារទៅលើទីក្រុង Ternopil របស់ប្រទេសអ៊ុយក្រែនហើយបានសម្លាប់មនុស្សអស់ចំនួន25នាក់សេចក្តីព្រៀងនៃផែនការនេះត្រូវបានគេរាយការណ៍ថាត្រូវបានបង្កើតឡើងដោយអ្នកតំណាងរបស់លោក Donald Trump គឺលោក Steve Witkoff និងទីប្រឹក្សាវិមានក្រមឡាំងលោក Kirill Dmitriev ដែលនឹងបង្ខំឲ្យមានវិធានការដ៏ធ្ងន់ធ្ងរទៅលើប្រទេសអ៊ុយក្រែនហើយនឹងផ្ដល់ឲ្យរុស្ស៊ីនៅការគ្រប់គ្រងដែលមិនធ្លាប់មានពីពេលមុនមកទៅលើអធិបតេយ្យភាពខាងផ្នែកយោធាហើយនិងនយោបាយរបស់អ៊ុយក្រែនទៀតផែនការនេះទំនងជាត្រូវបានចាត់ទុកថាជាការសុំចុះចាញ់របស់ទីក្រុងគៀវហើយអ្នកមន្ត្រីទាំងពីរដែលបានរៀបចំផែនការនេះគឺពួកគេបន្តជួបគ្នាគេហៅថាតាមច្រកខាងក្រោយជាយូរមកហើយប៉ុន្តែមិនជាផ្លូវការទេរវាងទីក្រុងមូស្គូនិងទីក្រុង Washington ហើយគេមិនទាន់ដឹងច្បាស់ទេថាតើរដ្ឋបាលលោកត្រាំបានគ្រប់គ្រងផែនការនេះជាផ្លូវការហើយឬនៅទេកាសែត Financial Times និងទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាសំណើនេះនឹងតម្រូវឲ្យអ៊ុយក្រែនប្រគល់ទឹកដីដែលខ្លួនគ្រប់គ្រងនៅភាគខាងកើតប្រទេសនិងកាត់បន្ថយទំហំយោធារបស់ខ្លួនពាក់កណ្ដាលដែលជាលក្ខខណ្ឌដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្លាប់ហៅថាជាលក្ខខណ្ឌមិនអាចដំណើរការបាននោះទេលក្ខខណ្ឌផ្សេងទៀតរួមមានការកំណត់ជំនួយយោធារបស់សហរដ្ឋអាមេរិកនិងប្រភេទអាវុធដែលប្រើប្រាស់ដោយយោធារបស់អ៊ុយក្រែនបាទសេចក្តីព្រៀងផែនការសន្តិភាពនេះគឺមាន28ចំណុចដែលហាក់ដូចជាត្រូវបានបំផុសគំនិតឡើងស្រដៀងគ្នានឹងផែនការដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានបង្កើតឡើងដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាហើយសារព័ត៌មាន Axios បានរាយការណ៍ដំបូងអំពីផែនការនេះដោយឡែកនៅពេលដែល The Guardian តាក់ទងទៅសេតវិមានដើម្បីសុំអត្ថាធិប្បាយបំភ្លឺបន្ថែមអំពីផែនការនេះគឺសេតវិមាននៅមិនទាន់មានការឆ្លើយតបយ៉ាងណានោះឡើយទេបាទប្រិមត្តបានដឹងហើយគឺទីក្រុង Washington បានលើកឡើងម្ដងហើយម្ដងទៀតថាខ្លួនចិត្តសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែសំណើទាំងនោះបានបរាជ័យពីព្រោះពួកគេនឹងផ្ដល់ឲ្យបាទផែនការទាំងអស់នោះនឹងផ្ដល់ឲ្យរុស្ស៊ីតាមការទាមទារភាគច្រើនរបស់រុស្ស៊ីតែម្ដងបាទខណៈពេលដែលគឺបង្ខំឲ្យទីក្រុងគៀវធ្វើសម្បទានយ៉ាងឈឺចាប់បាទដូច្នេះហើយបានជាមិនអាចជោគជ័យបាន